สุดท้ายบางคนเนี่ยเลยนี่ยมกระปงแต่ធ្វើដំណើរតាមផ្លូវ60 ម៉ែត្រចាក់ទៅពលានថ្មីបងប្អូនអាចមើលបានទេសភាពតាមដងផ្លូវដងវិថីនេះវិថីនេះខ្ញុំមិនដឹងថាឈ្មោះអីទេតែគាត់ថាគេហៅផ្លូវ60 ម៉ែត្រផ្លូវ60 ម៉ែត្រអញ្ចឹងណាឬក៏គេអាចហៅម្យ៉ាងទៀតថាផ្លូវក្រវ៉ាត់ក្រុងទី3អញ្ចឹងណាហើយផ្លូវនេះវាចេញពីស្តុបទួលបរោចាក់ឡើងមករហូតតាមផ្លូវ60 ម៉ែត្រហ្នឹងហើយយើងចាក់ទៅដល់ផ្លូវមួយទៀតគេហៅផ្លូវសម្ដេចតេជោមហាវិថីសម្ដេចតេជោហើយចាំយើងបត់ស្ដាំទៅឡើងទៅដល់ពលានអញ្ចឹងណាចាំមើលបងប្អូនយើងចាំមើលតទៀតខ្ញុំកំពុងតែធ្វើដំណើរតាមផ្លូវហ្នឹងទៅអីបាទនៅតាមដងផ្លូវមានឡានមានម៉ូតូអីចឹងទៅនៅតាមដងផ្លូវមានឡានមានម៉ូតូធ្វើដំណើរប្រងព្រាតពេញហ្នឹងអញ្ចឹងណាហើយមានតែផ្លូវ60 ម៉ែត្រហ្នឹងគឺអីគេគឺឡានកុងតឺន័រច្រើនឡានកុងតឺន័រគាត់ធ្វើចរាចរណ៍លើផ្លូវនឹងច្រើនណាស់ហើយក៏បងប្អូនប្រជាពលរដ្ឋយើងមានតុកមានម៉ូតូមានឡាននេះគាត់ធ្វើចរាចរណ៍លើផ្លូវនឹងច្រើនមែនទែនហើយយើងមើលផ្លូវយើងមានអីស្អាតផ្លូវយើងស្អាតហើយធ្វើស្អាតចាក់កស៊ូចាក់អីស្អាតភ្លឹងហ្មងហើយមានអំពូលភ្លើងសម្រាប់បំភ្លឺផ្លូវដែរតែអំពូលភ្លើងហ្នឹងតើយប់យើងដឹងថាវាដំណើរការឬអត់វាភ្លឺអត់អញ្ចឹងណាព្រោះពីមុនខ្ញុំធ្លាប់ជិះតាមនេះវាអត់សូវភ្លឺវាអត់មានភ្លើងភ្លឺបាទឥឡូវយើងទៅតជាមួយខ្ញុំទៀតបាទខ្ញុំមិនដឹងអធិប្បាយពីអីមិនដឹងនិយាយពីអីដែរណាអត់ដឹងបណ្ដោយអញ្ចឹងចេះតែនិយាយទៅឥឡូវនេះម៉ោង 4:56 នាទីវាជិតម៉ោង 5 ហើយខ្ញុំកំពុងតែធ្វើដំណើរទៅពលានតេជោយើងហ្នឹងទៅនេះទៅលេងទេមិនមានជាការងារទេទៅលេងបាទនេះយើងកំពុងតែធ្វើដំណើរទៅលេងចេះតែជីលេងបងប្អូនថ្ងៃនេះអត់មានការងារធ្វើអញ្ចឹងខ្ញុំចង់ទៅពលានតេជោថ្មីដើម្បីមើលទេសភាពពេលថ្ងៃហ្នឹងវាមិនអញ្ចឹងណាស្មាននេះងុយដេកម៉ោង 4:75 ងុយដេកមែនតើហ្មងឥឡូវខ្ញុំមកដល់ជិតដល់ស្តុបគេស្តុបអីគេមិនដឹងស្តុបអីនេះស្តុបអាគូហ៎មែនទេអត់ដឹងស្តុបអីចាំមើលទៅដល់ហ្នឹងប្រហែលជាអាចមានផ្លាកគេសរសេរឈ្មោះស្តុបហ្នឹងដែរស្តុបហ្នឹងបើសិនជាយើងទៅដល់ស្តុបហ្នឹងហើយយើងបាត់ស្ដាំទៅវាឡើងទៅខាងគួរស្រូវឡើងតាមនេះអាស្អីគេស្ពានព្រែកជ្រៃឡើងតាមស្ពានព្រែកជ្រៃហ្នឹងចាក់ទៅវងមូលគួរស្រូវតែខ្ញុំអត់ទៅខាងហ្នឹងទេខ្ញុំទៅត្រង់រហូតដើម្បីទៅពលានថ្មីចាំមើលយើងជិះពីនេះទៅពលានថ្មីហ្នឹងប្រហែលជាប្រហែលនាទីបាទនៅមុខខ្ញុំនេះគឺ stop តែខ្ញុំអត់ដឹងថា stop អីទេចាំមើលគេមានសរសេរផ្លាកឈ្មោះ stop នឹងអត់ទេអត់ដឹងដែរបាទនេះអត់មានឈ្មោះ stop ទេអត់មានឈ្មោះ stop ទេstop នេះទៅខាងស្ដាំដៃទៅវងមូលគួរស្រូវខាងឆ្វេងដៃទៅចកាដងត្រង់ចេះយើងទៅពលានថ្មីចាក់ទៅក្រោយនេះយើងទៅ stop ទូបរោបាទស្មាននេះកម្មករគាត់ចេញដែរនេះនៅខាងឆ្វេងដៃនេះឡានដឹកកម្មកររោងចក្រណាយើងទៅតទៀតយើងធ្វើដំណើរតទៀតយើងជិះហូស្តុបហ្នឹងហើយយើងធ្វើដំណើរត្រង់រហូតខ្ញុំអត់ដឹងនិយាយពីអីដែរស្អាតតែនៅលើផ្លូវនៅលើវិថី60 ម៉ែត្រនេះវាអត់មានអីច្រើនដែលយើងអធិប្បាយទេណាតែនៅខាងកណ្ដាលទ្រង់ផ្លូវហ្នឹងយើងឃើញគេដាក់ផ្សាយពាណិជ្ជកម្មផលិតផលរបស់
chip mong phê cái bờ bridge chip mong bờ bridge miền sẽ miền bìa Cambodia bia miền Case miền Ai ấy chẳng là trời nhưng chỉ hiện lương mà là một cái 60 km không mà ok ôi ngồi đeo luôn mà ngồi đây cho mà lưng mà đo stop bùi đi vô đơn chuột đo stop muốn đi nhưng mà đang stop mua ấy thế còn được đằng tha tới khang chuyên đấy ní từ khang chuyên đấy từ Ion Pí hay tới đo spin của Arsenal spin mây của Arsenal đó bây giờ bằng vốn ở đây nè đang cả xây bằng vốn đi đâm tí hai xem như vậy có tiền lấy dương bát đam cho má mà đào tục mày nhá dương bát đam dương chạm làng tới Berlin thằng mày lấy từ Berlin thằng mày nó về là nghe là mang thẻ ấy mang thẻ người ta trăng tầm 10 giờ không trăng 10 giờ không đi stop nâng tới đó Berlin thằng mày với bạn có mạng tí cái này pleu miền Cờ miền này xa chân tới dân chi sủa đấy nên cái đặt 80 nè đi 80 ở pleu 80 km trong màu ai đốt ban 80 km trong màu hay son khăn pleu nó miền Phu Sola cái đặt nó bay pleu chân tới từ đâu để ta bóng bội miền này đây dân mơ là pleu từ biển đó nè hơi xa rồi bóng bội bay chúa nè pleu từ biển chứ bay chúa chân bay chúa mỏng rót đấy mà rót xe thế đang than mà chị chôn tập bằng nặng bìnhประมาณ liên nhạc bay buôn liên nhạc đừng mạng liên nhạc cònประกาศhết quát lên chim tôn trắng ngò bácนี่hai thà mà thấy sầm đặt chỗ cái chim đóนี่mình ở xuânกระดาษเลยthống à xuân cái thơกระดาษเลยthống rồi là khang sầm đáy nó miền chừng nọt lan chừng nọt ấy mở cổ nhưng hai chi ban 60-80 km mà riêng cái lon này nhóm chi ní ban 80 km nhưng mà màu hai cái lon đá nó ban 60 hai cái lon kia nó tôi chia đằng ban má nó ban mờ mà nhỉ đây 70 km nhưng mà máu dương trên bị stop bay on máu là hồi mà đo lần ní tôi chia mới thấy chất nhắm nó mơ khơi liền lẹ nữa 80 kmเลยยมรถนี้80 km ក្នុងមួយម៉ោងផ្លូវកណ្ដាលបាន60ផ្លូវចុងខាងនោះផ្លូវកន្លងខាងនោះបាន40 km ក្នុងមួយម៉ោងអញ្ចឹងអ្នកជិះយឺតជិះខាងនោះអ្នកជិះមធ្យមជិះនៅកណ្ដាលទៅហើយបើអ្នកជិះលឿនប្រញាប់ជិះនៅផ្លូវកន្លងដែលខ្ញុំកំពុងជិះនឹងបានអញ្ចឹងបានលើតាម13នាទីចេញពីនោះមកឥឡូវឃើញ stop មួយទៀតហើយមាន stop ចឹងទៅពីផ្ទះនឹងមកមាន stop មួយ
ឥឡូវ stop ទី6ហើយ stop ទី6 stop នៅមុខនោះ stop ទី6មានអីពីផ្ទះមកចិត្តញ៉ាំនេះ stop អីទេអត់ដឹងដូចជាមហាវិថីម៉ៅស៊ីជីងពីងមហាវិថីស៊ីជីងពីងអត់ដឹងហៅថយនឹងទៅខាងណាអត់ដែរ check មើលយើងមើលពីចម្ងាយឃើញពលានលំទៅមិញឃើញពលានលំឥឡូវឡើងឃើញវិញហើយឆ្ងាយពេកមើលទៅមានតែជីម្នាក់ឯងនិយាយម្នាក់ឯងមានអី15នាទីយើងតាមកន្លែង stop ដែលយើងបាត់មកហ្នឹងដល់នេះយើងតាមបាន5នាទីអូឃើញពលានទៅនោះអូស្មាននឹងងុយដេកអាក្រក់ម្លេះងុយដេកមែនតើអូនេះភ្លៀងទៀតភ្លៀងមកកណាត់អូងុយដេកពេកងុយដេកខ្លះมื่อได้ครั้งแต่ว่ายังชอบเก็บเก่าเคยไปเรียนล้ำๆไงไปสต็อปไอ้เนี่ยนี่ stop ទី7ហើយចាំពីផ្ទះមកមាន7 stop ច្រើនណាស់នេះ stop ទី7ហើយមើលឃើញពលានលំនោះngười đây chỉ lượn đá nè 80 kg bây giờ mà đó là một lạ nên mà đó là một lạ cả diện thán anh đã chiết đây trầu tiền sạc nó khai trên đấy passenger terminal ស្ថានីយ៍ដែលដំណើរស្ថានីយ៍អ្នកដំណើរនេះនៅខាងឆ្វេងដៃនេះគេថាភូមិវប្បធម៌អីមានអីញ៉ាំឆ្ងាញ់ហ្នឹងគេថាមានអីញ៉ាំឆ្ងាញ់ហ្នឹងអត់ដឹងដែរហ៎រើហើយមានអីហ្នឹង
ចំណតយានយន្តស្ថានីយ៍អ្នកដំណើរផាក់យើងចូលមកចំណតWelcome to Tachong International Airport. mình lại chọt quanh nhỏ này thực cầu bác xây cho nó hello dương mà đó liền hỏi mà đó cho nó liền hết cùng là thứ từ nào từ lại nhờ thanh niên đầm nào nhưng mà ba bong bông chia bột dương vì ngày chứ miền ấy mình được chọn ta họ đón nhom lọc mà là bị phật cho nó sơ khơi miền nữa này tại mà đi mong phèm mình được chọn như nàyนี่เหรอท่านยังจอดลานให้ยังโจลมาสถานีเนี่ยดำหนาเจียงnhư này bong bồn chia bọtยังเฉยเนี่ยเนี่ยคลากระเติงคลากมาคันนู้นกดคันจีจ่อคันนี้กดเติงจังnày mình chọn lại ngay đây mình được chọn tại bóng phồn được chọn lại mình mà lên nhập sọc mà lên chờ mà mơ cái đó hai con mà đấy của con là bốn之前他们是做是一起的呀。爸，没想到。វីដេអូនេះខ្ញុំដាក់នៅក្នុង YouTube ចាំបងប្អូនកុំភ្លេចជួយ Subscribe ផងណាជួយ Subscribe ផងដើម្បីឲ្យមានកម្លាំងចិត្តធ្វើវីដេអូថតវីដេអូថែមទៀតនេះស្ថានីយ៍អ្នកដំណើរទៅមុខ Terminal Building នៅមុខយើងមើលពេលថ្ងៃពេលអញ្ចឹងទៅមានអីស្អាត
ស្អាតđấyបងប្អូននេះច្រើនដែរយើងចូលទៅក្នុងមើលគេដូចជា fly ស្អីនេះមើលសិនម៉ោង 5 ហ្នឹងអូម៉ោង 5 15មកដល់ហើយអូមនុស្សច្រើនអីមនុស្សច្រើនណាស់បងប្អូនអូចូលមកដល់ក្នុងនេះខាងនោះមាន Starbucks ដែរនឹងពេលមានអីញ៉ាំដែរអីទេឥឡូវយើងមើលបន្តិចអូ delay នេះឲ្យបងមើលគេមើលទស្សនភាពនៅក្នុងស្ថានីយ៍មកដល់អានេះនៅពលានយន្តហោះទៅចូល KTI បាទយើងមើលមកជុំទៅនេះកន្លែងនេះច្រកមកដល់យើងមើលខាងឆ្វេងមកវាមានកន្លែងធនាគារកាណាឌីកាខាងនោះធនាគារកាណាឌីកាខាងនេះប៉ារីសអីគេបាទគ្វីតស្អីនេះខ្ញុំចានេះស្អីគេហើយលំហអញ្ចឹងទៅហើយខាងនោះមាន Blue Pumpkin មានហាង app run អញ្ចឹងទៅនេះភ្ញៀវគាត់ចូលមកហើយនេះមានចរយន្តឡើងទៅ terminal ចេញដំណើរយើងឡើងទៅលើទៅសម្រាប់ស្ថានីយ៍ចេញដំណើរអញ្ចឹងនេះខាងនេះមានហាងដែរបាទដល់ខាងនេះមាន Starbucks មួយហើយយើងមកមើលស្ថានីយ៍មកដល់អញ្ចឹងបាទខាងមកដល់អានេះនេះផ្ទាំងសម្រាប់ផ្សាយសម្រាប់ដាក់ប្រចាំងកម្មដល់យើងមើលអូខេ15 40 CX 655 545មកដល់នេះខាងសិស្សប៉ុនទៅខាងប៉ុន
ស្មាននេះមនុស្សគ្រាន់បើដែរខ្ញុំមើលថាមានអ្នកដំណើរជិះចូលច្រើនគ្រាន់បើឥឡូវនេះម៉ោង6:07ហើយ6កន្លះអានេះពេលយើងមកដល់កន្លែង arrival ហ្នឹងមានចរាយន្តយ៉ាងមានចរាយន្តមួយយើងអាចឡើងទៅលើហ្នឹងដើម្បីទៅ departure យើងអាចឡើងចរាយន្តនេះក៏បានហើយយើងអាចឡើងចរាយន្តនេះក៏បានចរាយន្តចេះឡើងដែរប៉ុន្តែយើងឡើងចេះយើងឡើងពីរតង់ទេយើងឡើងពីរតង់ខ្ញុំ arrival យើងឡើងមកលើចឹងឡើងមកលើអញ្ចឹងយើងឡើងទៅលើនេះគឺdeparture កន្លែងខាងនេះចេញដំណើរវានៅខាងលើប៉ុន្តែលៀនហោះខ្មែរយើងធ្វើអាកន្លែងទទួលយន្តហោះទៅបានស្លាប់មួយរៀងបើមកខាងលើមនុស្សច្រើនខាងចេញដំណើរមនុស្សច្រើនមែនទេបងច្រើនអូនេះសុទ្ធតែពលករកូរ៉េនេះមកទៅសុទ្ធតែខាងកូរ៉េមកទៅនេះច្រើនបញ្ជូនបងប្អូនឡើងទៅកូរ៉េមកទៅសុទ្ធតែមនុស្សខាងលើនេះនៅមុខព្រះអង្គធំហ្នឹងហើយកន្លែងនេះគេ check in នៅ counter D អត់តមាន check in មានថៃខាងនោះមានគេលក់អីញ៉ាំដែរខាងលើណាខាងលើយើងអាចដើរឡើងទៅខាងលើនោះទៅហៅមើលអីញ៉ាំដែរនេះទៅថៃខាងក្រោយអង្គធំយើងអាចចូលតាមនេះក៏បានខាងលើមានអាហារដ្ឋាននេះ counter នេះ counter E នៅថៃហើយយើងមើលទៅ counter G នៅខាងណាអ៊ីមរ៉ាត់អត់ដឹងទៅណាអត់មានការងារធ្វើយើងចេះទៅដើរលេងទៅថតពីនេះពីនោះថ្ងៃនេះតនេចេះដើរមកពលានលេងមើលគេមកហើយខាងនេះមានទូ ATM ដែលអាចដកលុយបានមាន AC មានកាណាឌីយ៉ាទី3កន្លែងនេះ Reliance Mart មានមកកំប៉ុង$4 $5 ទឹកទី1ខែ1អូនេះវត្ថុអនុស្សាវរីយ៍នេះអូខេខាងយើងឡើងទៅមើលមើលខាងលើមានអីញ៉ាំខ្លះបន្ទប់អធិដ្ឋានមនុស្សស្រីខាងលើមានអាហារដ្ឋានខាងនេះអត់សូវមានមនុស្សមានអាហារដ្ឋាននេះពោលមានលក់ដូចជានំអីធម្មតាយីសាំងនេះមាន pizza មានអីមាន pizza នេះយីសាំងអាហារដ្ឋានចិនខាងលើនេះអត់មានអីដែរមានតែប៉ុណ្ណឹងបើអង្គុយលេងសុទ្ធហើយនឹងនេះ Blue Pumpkin ជាកាហ្វេផងបាទនេះយើងមើលទស្សនភាពខាងក្រោមសម្រាប់អ្នក arrival
នេះសម្រាប់ចូល arrival ហើយនេះឡើងវាយ passport ចេញសម្រាប់ខ្មែរយើងប្រើម៉ាស៊ីន digital ហើយយើង scan ម៉ាស៊ីន digital នោះម៉ាស៊ីននោះហើយគាត់ថាសម្រាប់បរទេសនៅវាយ passport ធម្មតាវាយត្រាធម្មតាចេញចូលយើងអត់ទេយើងប្រើម៉ាស៊ីននេះនៅខាងនោះក៏មានដែរមានម៉ាស៊ីនដែរខាងលើមានប៉ុណ្ណឹងមានហាង 3-4 ហាងអត់សូវមានមនុស្សដែរអត់សូវមានមនុស្សទេខាងលើណាអត់សូវមានមនុស្សមែនខ្ញុំថតទៅខ្ញុំកុំចូលគ្នាទៅយើងអស់ក្នុង YouTube នេះពលានថ្មីយើងបាទឥឡូវម៉ោង 7 ហើយតែអត់សូវមានមនុស្សទេនៅកន្លែងនេះអីគេកន្លែងនេះដូចជា draft beer បាទបងកន្លែងនេះdraft beer ហើយខាងនេះ pole យើងអាចចុះតាមនេះបានចុះតាមចរានេះក៏បានចុះតាមចរាយន្តនេះយើងទៅមួយជាងទៀតខាងនោះអូយមនុស្សច្រើនគេមកថតមុខពលានហ្នឹងខ្ញុំមិនថតទេខ្ញុំថតហើយណាអញ្ចឹងយើងដើរទៅមុខទៀតយើងទៅខាងនោះម្ដងទៅខាងនោះយើងឡើងទៅមួយជាងខាងនោះនៅអាហារដ្ឋាននៅនេះខាងស្ដាំនេះនេះខាងស្ដាំខ្ញុំនេះហ្នឹងខាងស្ដាំហើយនេះច្រកយើងចេញដំណើរទៅហើយមានចរាយន្តមួយនៅកន្លែងនេះចរាយន្តហ្នឹងនៅខាងស្ដាំនេះមានមនុស្សច្រើនយើងអាចទិញអីញ៉ាំបានអញ្ចឹងហើយយើងអាចនៅខាងនេះមានអីញ៉ាំច្រើនជាងខាងនោះហើយជាអាចមកម៉ោង 6នៅខាងនេះមានអីញ៉ាំច្រើនជាងមានហាងអាកុងនេះកាហ្វេមានហាងច្រើនមកឈីនេះខាងនោះមានកាហ្វេមានអីចឹងទៅខាងនេះមានកាហ្វេមិនច្រើនទេប្រហែលប៉ុនគ្នាគ្រាន់ថាទីច្រើនគេឡើងមកខាងលើនេះច្រើនជាងយើងឡើងមកលើអញ្ចឹងយើងអាចអង្គុយមើលច្រកគេចេញដំណើរបានណាយើងអាចមើលច្រកគេចេញដំណើរបានអញ្ចឹងណានៅខាងនោះខាងក្រោមសិតតែហាងទឹកអប់ហាងអី duty free អញ្ចឹងយើងមកខាងនេះមកខ្ញុំហ៊ានសតមកខាងយើងអាចថតចេះបាននេះច្រកចេញដំណើរនេះយើងខ្មែរយើងប្រើអានេះប្រើទូអេឡិចត្រូនិកនេះអញ្ចឹងណាហើយនោះសម្រាប់ arrival ខាងក្រោមនេះច្រក arrival ខាងក្រោមយើងអាចមើលបានយើងមើលពីលើចេះទៅឃើញ arrival នេះ arrival ស្អាតទៅស្អាតនិយាយទៅមិនក៏គេ design ស្អាតដែរឥឡូវអត់សូវមានភ្ញៀវប៉ុន្តែតិចទៀតអាចមានភ្ញៀវច្រើនអញ្ចឹងណាមើលបងប្អូនគេស្អាត